ភាគទី35មួយវគ្គវិវាទមួយសប្តាហ៍ក្រោយមកបងអារុនគិតយាងទៅវិញថ្ងៃណាដែរផ្កាកំពុងតែរៀបចំអីវ៉ាន់ដើម្បីត្រៀមចេញពីមន្ទីរពេទ្យបណ្ដានឹងងាកមកសួរបងប្រុសដែលកំពុងតែចុចទូរស័ព្ទបណ្ដាដោយភ្លឹកពីទូរស័ព្ទមិនបានឮសំណួរប្អូនសោះនាងតូចបានដកទូរស័ព្ទចេញពីដៃបងយ៉ាងរហ័សទើបចោទបន្តអូនសួរបងឮអត់ហេតុអីឈ្ងោកចុចយ៉ាងនេះនាងតូចបានចុចទូរស័ព្ទបងប្រុសមើលក៏លួចញឹមនឹងស្រដីឌឺដងទៅកាន់បងប្រុសហេតុអីមកអង្គុយកាត់រូបបងរាយដែរចាប់អារម្មណ៍មែនទេណាត់បងគ្រាន់តែធ្វើលេងទេឃើញរូបបងស្រីអូននេះណាដូចស្វាព្រៃទើបបងដាក់រូបនាងនៅលើដើមឈើលេងទៅនាងនិយាយផងនឹងលោយកទូរស័ព្ទពីប្អូនវិញផងចុះអូនសួរពីអីដែរអំបិលមិញអូនសួរថាបងយាងទៅវិញថ្ងៃណាមិនទាន់ច្បាស់ទេបងមកបំពេញការងារទីនេះមួយរយៈបងទៅស្នាក់នៅផ្ទះអូនហើយចុះការងារដែលបងនិយាយនោះជាស្អីទេនីឆ្លើយទាំងដកដង្ហើមធំគឺម្ចាស់តាឲ្យបងរកថ្នាំប្រភេទដែលគ្មានពុកគ្មានក្លិនយ៉ាងម៉េចមិនដឹងទេបងក៏មិនដឹងដែរបើតាមរកថ្នាំគួរតែអធុកមិនមែនទីនេះទេបងអារុនហើយបើបងស្នាក់នៅទីនេះស្លាប់មិនខានទេបងរាយក៏ស្នាក់នៅទីនោះដែរអូនខ្លាចតែផ្ទះអូនខ្លាចជាទីលានប្រយុទ្ធប្រាកដណាស់នាងស្វាព្រៃមាត់សេកនោះគ្មានសាច់ញាតិទេហេបានមកស្នាក់ទីនេះដែរគឺបងរាយជាក្មួយបង្កើតប៉ាអូនបើទ្រង់មិននៅទីនេះឲ្យទៅនៅទីណាទៅចុះអ្នកម្នាងអុយថារាក៏ជាអ៊ំគេដែរតានៅទីនោះមានអ្នកអង្គម្ចាស់ច័ន្ទទ្រង់បែបមិនហ៊ានទៅស្នាក់ទេព្រោះពីអ្នកនេះណាលើសពីឆ្មានឹងកណ្ដោរទៅទៀតត្រូវហើយបងប្រុសនិយាយដល់បងច័ន្ទអូននឹកឃើញរឿងមួយទៀតហើយគឺបងស្រីនុកក៏មកទីនេះដែរទ្រង់ស្គាល់បងប្រុសច័ន្ទទៀតផងនុកអូនជីដូនមួយបងនឹងហីគេមកទីនេះធ្វើអីខ្ញុំម្ចាស់ក៏មិនដឹងដែរដឹងត្រឹមតែថាបងនោះនេះណាគឺស្នាក់នៅដំណាក់អុយថារាបើចឹងចាំយើងដោះស្រាយរឿងនេះចប់ចាំយើងទៅជួបព្រះនាងនោះទៅចុះផ្កាខាត់ភ្លាមអត់ទេបងប្រុសខ្ញុំនៅខឹងនឹងបងច័ន្ទមិនទាន់បាត់កំហឹងទេខ្ញុំមិនទៅទេនាងធ្វើមុខឡើងក្រញើចងចិញ្ចើមធ្វើឲ្យអារុនរះអស់សំណើចខឹងស្អីទៀតហើយប្អូនល្អចុះប្អូនមិនចង់ជួបបងនោះនឹងបងអេរីសប្អូនទេហ៎បងអេរីសមិញបងនិយាយពិតទេពិតហើយអេរីសក៏មកបំពេញការងារនៅឃីនយីដែលគេមកមុនបងទៅទៀតបែបមួយសប្តាហ៍ហើយទេដឹងប៉ុន្តែខ្ញុំមិនបានដឹងសោះក្រែងបងអេរីសសិក្សានៅអង់គ្លេសនោះអីបងក៏មិនច្បាស់ដែរណាព្រោះបងនិងអេរីសមានភារកិច្ចផ្សេងគ្នាត្រូវបំពេញដូច្នេះហើយមិនសូវបានជួបគ្នានោះទេបើបែបនេះថ្ងៃស្អែកយើងបង្កើតការជួបជុំមួយល្អទេផ្កាបានបង្កើតគំនិតថ្មីដើម្បីប្រមូលបងប្អូនរបស់នាងឲ្យមកជុំគ្នាគ្រប់យ៉ាងខ្ញុំនឹងរៀបចំបងកុំបារម្ភណាអេវ៉ាន់រៀបរួចហើយយើងចេញពីមន្ទីរពេទ្យពេលនេះចុះទាំងពីរអ្នកបងប្អូនក៏ចេញដំណើរទៅផ្ទះជាមួយតាក់សុយគ្រាន់តែមកដល់ផ្ទះភ្លាមលោកស្រីផាត់និងលោកណាក់បានមកទទួលកូននិងក្មួយកូនផ្កាកូនអារុនទៅញ៉ាំបាយសិនទៅទាំងអស់គ្នាក៏ចូលទៅដើម្បីញ៉ាំអាហារពពាសុទ្ធតែមុខម្ហូបប្លែកផ្កាលន់មាត់លឺអោហូបើថាមិនខុសទេនេះគឺស្នាដៃបងរាយប្រកាសណាស់ភ្លុកមើលសិនថាប្រែប្រួលអត់នាងតូចបានចាប់សាច់មួយដុំមកញ៉ាំវាពិតជាមានរសជាតិហឹរយ៉ាងខ្លាំងនាងឆ្លក់ខេះណារាយបានយកទឹកមកឲ្យប្អូនអូនណាត់ញ៉ាំទឹកទៅសុំទោសណាមួយចាននេះបងរៀងជ្រុលដៃដាក់ម្ទេសបន្តិចហើយអារុនបានតបសម្ដីភ្លាមនេះនាងចង់ឲ្យប្អូនខ្ញុំឆ្លក់ម្ទេសស្លាប់ឬទៅក្រហមពេញចានថ្នាក់នេះសុំទោសផងខ្ញុំទម្លាប់ញ៉ាំអាហារនៅទីនោះបែបនេះខ្ញុំភ្លេចទៅថាអូនណាត់មិនចេះញ៉ាំម្ទេសចេះចុះខ្ញុំទៅធ្វើថ្មីព្រះនាងប៊ីនណារ៉ាយប្រហែលជាមិនបានចាប់អារម្មណ៍ប្អូននឹងយកចិត្តទុកដាក់បើសម្រាប់ខ្ញុំប្អូនសំខាន់ជានិច្ចមិនបាច់រំខានព្រះនាងធំនៃក្រុងឡុងវេតទេខ្ញុំទៅធ្វើខ្លួនឯងចុះប៊ីនណារ៉ាយតបទាំងទឹកភ្នែករលីងរលោងលោកចេះស្រឡាញ់ប្អូនតែអញ្ចឹងហេខ្ញុំក៏ស្រឡាញ់ណាត់ដូចគ្នាហេតុអីមកនិយាយបែបនេះដែរប៊ីនណារ៉ាយទ្រាំពុំបានជាមួយសម្ដីអារុនក៏រត់រួយទៅក្នុងបន្ទប់ចាក់សោជាប់បងអារុនបងហួសហេតុពេកហើយផ្កាថាឲ្យបងប្រុសមួយម៉ាត់រួចទៅតាមបងស្រីបងរាយបើកទ្វារឲ្យណាត់ចូលផងណាបងរាយបើមិនបើកទេខ្ញុំទម្លុះទ្វារហើយប៊ីនណារ៉ាយបានចេញមកបើកទ្វារឲ្យប្អូននិងយំអោបប្អូនដោយរៀបរាប់អូនណាត់គេនោះមានសិទ្ធអីមកថាឲ្យបងបែបនេះទៅតាំងពីតូចដល់ធំបងមិនដែលត្រូវមាត់បែបនេះទេមិនដែលមានអ្នកណាមកគំហុកដាក់បងដូចនេះទេពុទ្ធោឲ្យចេះមកយំដូចក្មេងទៅកើតដែលក្មួយកំពុងតែយំអោបប្អូនលោកណាក់រងក៏ចូលមកដល់លំមបានហើយរាយឈប់យំទៅក្មួយអារុនរៀងជ្រុលសម្ដីបណ្ឌិតមែនតែគេក៏ដឹងខ្លួនហើយថាគេខុសព្រោះគេស្រឡាញ់ប្អូនពេកបើគេមិនមកសុំទោសទេខ្ញុំមិនលើកលែងឲ្យគេជាដាច់ខាតលោកចុះបើណាត់សុំទោសជំនួសបងប្រុសនិងសុំអង្វរឲ្យបងរាយលើកលែងវិញនោះ
អត់ទេអូនណាត់អ្នកណាអ្នកធ្វើអ្នកនោះអ្នកទទួលប៉ុន្តែខ្ញុំម្ចាស់ជាដើមហេតុណាបើចឹងខ្ញុំម្ចាស់សូមប្រទានទោសផងព្រះនាងប៊ីនណារ៉ាយសូមបងស្រីលើកលែងឲ្យបងប្រុសម្ដងទៅណាបានហើយណាត់ហេតុអីយាយមួយបងផ្លូវការខ្លាំងម្លេះឈប់ខឹងទៅណាបងរាយខឹងបែបនេះមិនស្អាតទេចាំថ្ងៃស្អែកណាត់នាំបងរាយដើរលេងឲ្យពេញខីនយីនឹងទៅកន្លែងមួយណាឈប់ខឹងណាត់លួងលោមបងស្រីរហូតដល់បងស្រីរៀងស្បាយចិត្តបន្តិចឲ្យខ្ញុំសុំទៅជួបបងអារុនបន្តិចសិនណាព្រោះមិញនេកក៏រៀងសម្ដីធ្ងន់ដាក់គាត់ដែលណាត់បានលាបងដោយបន្ទន់ជង្គង់និងថយចេញយ៉ាងយឺតនាងតូចបានដើរតម្រង់ទៅបងប្រុសដែលកំពុងតែទទួលអារម្មណ៍ខុសបងប្រុសផ្អាកគិតរឿងបងរាយសិនទៅខ្ញុំម្ចាស់មានរឿងត្រូវសួរបងប្រុសអូនផ្កាយមានបញ្ហាអ្វីមែនទេគឺអូនចង់ដឹងពីស្មីសភាពពិតរបស់នីរ៉ាស៊ុយគេជាអ្នកណាឲ្យប្រកាសពីដំបូងអូនក៏សង្ស័យដែរនីរ៉ាស៊ុយនេះមានអាយុលើសអូនខ្ទង់ 3-4 ឆ្នាំតែហេតុអីមករៀនថ្នាក់ជាមួយគ្នាបងបកស្រាយឲ្យច្បាស់មកណាអូនចង់ដឹងនីរ៉ាស៊ុយនេះជាកូនប្រុសលោករដ្ឋមន្ត្រីដែលជាបងប្រុសបង្កើតមិត្តភក្តិរបស់អូននឹងហើយបងប្រុសមិត្តអូននីតសាមែនទេមែនហើយរ៉ាស៊ុយសារ៉េនសានិងនីតសាសារ៉េនសាជាបងប្អូនគ្នាមានពុកជាមួយគ្នាប៉ុន្តែម្ដាយផ្សេងគ្នាបងក៏មិនដឹងដែរថាម្ដាយពួកគេជាអ្នកណាហើយនេះបានសិក្សាផ្នែកប៉ូលីសអន្តរជាតិនៅឯនសាម៉ានទើបបងស្គាល់ហើយគេក៏ជាប់ឈ្មោះជាកងការពារខ្សែរាជវង្សផងដែរបងបារម្ភសុវត្ថិភាពប្អូនទើបបញ្ជានេះឲ្យតាមការពាររហូតហើយគេក៏មានតួនាទីក្នុងរឿងក្តីលោកថៅកាយ៉ូនដែលប៉ុណ្ណឹងអាចឲ្យប្អូនច្បាស់ក្នុងចិត្តនៅប៉ុន្តែបងអារុនគេជាប៉ូលីសមានស័ក្តិធំយ៉ាងនេះចំណែកខ្ញុំម្ចាស់គ្រាន់តែជាកូនស្រីសាមញ្ញជនមិនសមឲ្យគេមកការពារទេអ្នកណាថាអូនមានត្រកូលជាសាមញ្ញជននោះមាតាអូនជាអ្នកម្នាងចំណែកឪពុកប្អូនក៏ធ្លាប់ជាបុត្រព្រះអង្គម្ចាស់នៃឡុងវេតដែរហើយលោកយាយអូនជាអតីតអធិរាជស្រីនៃអធិគមតែដោយសារជនក្បត់ឈ្លានពានកុំអីទឹកដីពួកយើងមហាសាលណាស់អ្នកម៉ាក់ក្រោយពីនគរបែកចេញពីគ្នាជា5ចំណែកក៏ត្រូវបានលោកតាបញ្ជូនមកនសមានពេលនេះត្រកូលយើងគ្រប់គ្រងគោ2គឺអ៊ុយត្រានិងនសមានដូច្នេះហើយយើងចាំបាច់ត្រូវតែដណ្ដើមយកអធិបមកវិញព្រោះវាទឹកដីរាជវង្សយើងចំណែកគោសម្ពុនថពីទៀតនោះជាគោសម្ពុនថតូចតាចមិនចាំបាច់រាប់បញ្ចូលទេអូនត្រូវតែធ្វើឲ្យបានណាបង្លល់អធិបអាចបើកបានតតែយកឈាមស្រស់នៃរាជវង្សអធិបចំនួន3រួមបញ្ជូគ្នាវានឹងលេចឡើងនៅដាវអាញាសឹកដែលទឹកក៏ពធអស់ជាច្រើនឆ្នាំសពថ្ងៃព្រះរាជបុត្រដែលគ្រប់គ្រងអធិបនោះមានព្រះជន្មក្មេងនិងគ្មានអំណាចសោះអំណាចទាំងអស់ត្រូវបានគ្រប់គ្រងដោយជួរមន្ត្រីធំយើងត្រូវផ្ដួលរំលំអំណាចទាំងនេះដើម្បីស្ដាររាជវង្សវិញបរោះអារុននិយាយកិច្ចការសំខាន់ទាំងអស់ប្រាប់ណាត់គ្មានសល់អូនយល់ហើយបងអារុនអូននឹងប្រញាប់រកត្បូងកែវឲ្យឃើញយ៉ាងឆាប់បំផុតពេលដែលមានត្បូងកែវចរណៃនោះហើយនគរយើងនឹងកាន់តែរឹងមាំព្រោះត្បូងមួយគ្រាប់នេះអាចទិញអធិបទាំងមួយបានចុះចំណែកបងវិញនោះថ្នាំដែលម្ចាស់តាឲ្យរកឃើញហើយនៅទេបងគិតថាវាជាអាចកំបាំងណាស់តាមមើលអេរីសរៀនផ្នែកពេទ្យស្រាប់ងាយនឹងតាមរកជាងបងចង់បដូរតួនាទីនេះជាមួយគេតែបងមិនទាន់បាននិយាយទេត្រូវហើយបងនិយាយថាឈាមទាំង3បញ្ជូគ្នាពួកយើងមានគ្នាតែ2នាក់ទេតើអ្នកណាម្នាក់ទៀតនោះបងកំពុងព្យាយាមតាមរកការបាត់ខ្លួនរបស់រ៉ាមដែលជាកូនប្រុសបង្កើតរបស់អ្នកមីងភេនណាមអ្នកមីងភេនណាមគឺនៅព្រៃបរិសុទ្ធកំពុងព្យាបាលរបួសអូនជួបគាត់ម្ដងរួចហើយគាត់ច្រឡំថាអូននឹងយូហឺជាបងប្រុសរ៉ាមទៀតផងពេលនេះមិនដឹងថារ៉ាមគេនៅទីណាទេមានតែរងចាំអ្នកមីងភីនណាមសះស្បើយក្រែងទទួលដំណឹងខ្លះក្រែងថ្ងៃនេះយើងមានណាត់ជាមួយក្រុមប៉ូលីសនោះអីនៅសល់ពេល2ម៉ោងទៀតបើចឹងអូនទៅរៀបចំខ្លួនឲ្យហើយទៅចាសអូនប្រញាប់ទៅភ្លាមអរគុណសម្រាប់ការទស្សនាសូមរងចាំភាពបន្តនៅថ្ងៃស្អែក